ក៏ប៉ុន្តែបន្ថែមទៅលើការតវ៉ានេះថ្ងៃនេះគឺលោកអ៊ុំសំអានដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសដែរនោះក៏ថាមេធាវីអន្តរជាតិកំពុងរៀបចំបណ្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាមទារ49តំបន់ច្រើនណាស់បងប្អូនតើលោកអ៊ុំសំអានទាមទារតំបន់ណាខ្លះហើយហេតុអីបានជាមានដំណឹងតាក់ទងនឹងតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិនឹងទៅហើយតាមពិតបងប្អូននៅចាំទេកាលពីប្រហែលសប្តាហ៍មុននេះគឺរដ្ឋាភិបាលក្រៅប្រទេសនេះបានពឹងពាក់លោកមេធាវីអន្តរជាតិម្នាក់គឺលោក Richard Rogers ដែលជាជនជាតិអង់គ្លេសហ្នឹងគឺឲ្យគាត់ដាក់ពាក្យប្តឹងជួយរៀបចំសំណុំរឿងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរួចទៅហើយអាហ្នឹងគឺប្តឹងតាក់ទងនឹងអំពើឈ្លានពានរបស់ថៃតាក់ទងនឹងការទាមទារសំណងសពបែបយ៉ាងអីចឹងតែក៏ប៉ុន្តែថ្ងៃនេះយើងដឹងថារដ្ឋាភិបាលក្រៅប្រទេសនឹងសន្យាថានៅពេលដែលដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយគឺនឹងដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទៀតនៅថ្ងៃនេះនៅលើបណ្ដាញសង្គម Facebook របស់លោកអ៊ុំសំអានលោកថាមេធាវីអន្តរជាតិកំពុងរៀបចំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាមទារ49តំបន់នឹងលោកថាអញ្ចេះថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នេះលោកបានដាក់ជូនមេធាវីអន្តរជាតិនៅឯកសារភស្តុតាងនិងផែនទីខ្នាត1លើ200,000ដែលបញ្ជាក់អំពីទីតាំងមួយចំនួនស្ថិតនៅក្នុងដែនដីខ្មែរដើម្បីរៀបចំកសាងសំណុំរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លោកថាពាក្យបណ្ដឹងទៅ ICJ គឺក្រុមប្តឹងថៃដោយទាមទារមកវិញនៅទឹកដីខ្មែរចំនួន49តំបន់ដែលរួមមានទាំងផ្ទះតាម៉ុកនៅជិតប្រាសាទព្រះវិហារដែនសមុទ្រត្រួតស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រក្រឡានិងយ៉ាងហោចនៃពាក់កណ្ដាលកោះគុតជាដើមដែរបាទសប្តាហ៍ថ្ងៃនេះលោកបន្តថា49តំបន់នោះត្រូវបានថៃកំពុងគ្រប់គ្រងនៅពេលមេធាវីអន្តរជាតិរៀបចំពាក្យបណ្ដឹងរួចរាល់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងដាក់ពាក្យបណ្ដឹងជាផ្លូវការទៅ ICJ នេះហើយពាក្យបណ្ដឹងទៅ ICJ ក៏ទាមទារសំណងពីមេដឹកនាំថៃនិងមេដឹកនាំយោធាថៃផងដែរបាទចុងក្រោយលោកអ៊ុំសំអានបញ្ជាក់ទៀតថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅ ICC រួចហើយនៅតែ ICJ ហើយលោកបន្តទៀតថាបើតាមនិយាយពីរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឯនោះវិញលោកថាបើតាមព័ត៌មានពីមេធាវីអន្តរជាតិនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកថារដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23និងមេធាវីអន្តរជាតិរូបនេះទៅជួបនៅក្នុងពេលឆាប់គឺ1ខែបន្ទាប់ពីការដាក់ពាក្យប្តឹងនេះជាដំណឹងល្អហើយជាជំហានដំបូងនៃប្រជាជនកម្ពុជានិងប្រជាជាតិខ្មែរបាទនេះគឺជាសាររបស់លោកអ៊ុំសំអានថាតើដំណើរការនេះនឹងប្រព្រឹត្តទៅរលូនបានប៉ុណ្ណាខ្ញុំថាការដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មិនសូវជួបឧបសគ្គច្រើនទេប៉ុន្តែការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អាចត្រូវការនីតិវិធីច្រើនដែរដោយសារតែត្រូវការឲ្យរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះដាក់ហើយបងប្អូនច្រើនណាស់សួរខ្ញុំមកថាចុះឮសូរមានគេផ្សព្វផ្សាយមកថាខ្មែរយើងមិនអាចដាក់ប្តឹងទៅ ICJ នឹងបានទេតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិនឹងមិនមានយុត្តាធិការកាត់ក្តីរឿងខ្មែរនិងថៃបានទេបើថៃគេមិនព្រមអីឡាក់នឹងឡាក់បងប្អូនម្ដងទៀតខ្ញុំគ្មានពេលទៅបកស្រាយអីវែងឆ្ងាយទេព្រោះព័ត៌មាននេះខ្ញុំធ្វើ7-8ខែជាប់គ្នាហើយវាអត់មានច្បាប់ណាមកហាមឃាត់គូទំនាស់ដែលមានរឿងដែលដោះស្រាយគ្នាមិនចេញមិនឲ្យប្តឹងទៅអាជ្ញាកណ្ដាលទេខ្ញុំនិយាយយ៉ាងខ្លីតែប៉ុណ្្នឹងទេគឺធម្មតានៅសន្ធិសញ្ញាអីក៏ដោយឲ្យតែគេចែងមកគឺវាត្រូវតែមានការចែងអំពីយន្តការរកដំណោះស្រាយហើយដំណោះស្រាយហ្នឹងគឺបានន័យថាត្រូវតែប្តឹងទៅអាជ្ញាកណ្ដាលមួយមិនមែនប្តឹងទៅគូភាគីរៀងខ្លួនទេនៅក្នុងនៅក្នុងការកិច្ចសន្យានៃសន្ធិសញ្ញាឬក៏កិច្ចព្រមព្រៀងគ្នាវាត្រូវតែមានយន្តការអន្តរជាតិណាមួយដោះស្រាយហើយចំនួនរវាងកម្ពុជាថៃនេះមិនមែនទៅកើតឡើងឥឡូវទេតាំងពីឆ្នាំ1959រឿងប្រាសាទព្រះវិហារមកម៉េះហើយក្នុងរឿងប្រាសាទព្រះវិហារមកថៃអត់ដែលទទួលស្គាល់យុត្តាធិការកម្ពុជាទេដូច្នេះថៃនៅតែត្រូវតែបញ្ជូត្រូវតែឡើងមកបង្ហាញខ្លួននៅក្នុងធ្វើសវនាការទទួលស្គាល់មិនទទួលស្គាល់គឺជារឿងរបស់ថៃសំខាន់តែរឿងយើងជាជនរងគ្រោះដែលជាម្ចាស់ផ្ទះហើយជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិនេះដាក់ពាក្យប្តឹងឬក៏យ៉ាងណាចំពោះអ្នកបកស្រាយថាដាក់មិនបានរឿងអីហ្នឹងអាហ្នឹងគឺជារឿងបកស្រាយរបស់គាត់តែខ្ញុំនៅតែប្រកាន់ជំហរថាវាអត់មានរឿងតុលាការគេយកពាក្យឬមិនយកពាក្យសំខាន់គឺយើងមានសិទ្ធិប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះប្តឹងសិនទៅហើយបើគេយកមិនយកសំសួរគេហេតុអីបានជាយើងនាំគ្នាមកខ្វល់ពីរឿង
គេទទួលបណ្ដឹងឬក៏គេមិនទទួលបណ្ដឹងយើងនិយាយអីក៏ដោយបកស្រាយអីក៏ដោយក៏ជាកំបិតចិត្តដងដែរជួនកាលសារខ្លះបកស្រាយកាន់ជើងរដ្ឋាភិបាលដែលនៅស្ងាត់ស្ងៀមមិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះដើម្បីស្អំចិត្តឲ្យប្រជាពលរដ្ឋក៏មួម៉ៅនឹងរដ្ឋាភិបាលពេកដែលគេមិនប្តឹងដោយសារតែមានរឿងអញ្ចឹងប៉ុន្តែការដែលបកស្រាយគឺតតែមន្ត្រីជំនាញឯកទេសផ្លូវច្បាប់ខាងរដ្ឋាភិបាលបកស្រាយមកវិញថាហេតុអីបានជាអត់ដាក់ពាក្យប្តឹងហើយអ្នកណាក៏ដោយបកស្រាយថាប្តឹងមិនបានហើយថាជាការបោកប្រាស់បោកកុហកអ្នកដែលបោកប្រាស់ហើយបោកកុហកប្រជាពលរដ្ឋច្រើនជាងគេគឺរដ្ឋាភិបាលកម្ពុជាទេកំបិតចិត្តដងអ្នកហើយអ្នកបកស្រាយយ៉ាងនេះដោយសារអីអ្នកដែលបោកប្រាស់ប្រជាពលរដ្ឋកម្ពុជាថាបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះដាក់មិនបានចុះហេតុអីបានជាថ្ងៃទី15ខែមិថុនាឆ្នាំ2025រដ្ឋាភិបាលកម្ពុជាមានកណ្ដាស់មួយសន្លឹកដែលជាសេចក្តីជូនដំណឹងនាំគ្នាយកទៅដាក់ដល់កន្លែងតុលាការយុត្តិធម៌អន្តរជាតិប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាថាអានឹងជាពាក្យបណ្ដឹងខ្ញុំនៅតែចាត់ទុកថាអានឹងជាសេចក្តីជូនដំណឹងមិនមែនជាពាក្យបណ្ដឹងក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រាប់ប្រជាពលរដ្ឋឲ្យយល់ខុសបាត់ទៅហើយថាជាពាក្យបណ្ដឹងបានន័យថាម៉េចបានន័យថារដ្ឋាភិបាលកម្ពុជាខ្លួនឯងជឿជាក់ច្បាស់ថាប្តឹងគេបានដូច្នេះបើអ្នកណាថាប្តឹងគេមិនបានគឺយើងជាអ្នកដែលទៅរករឿងរដ្ឋាភិបាលកម្ពុជាបោកប្រជាពលរដ្ឋទេវាមិនមែនតាក់ទងនឹងរឿងថាបានមិនបានហើយម្ដងទៀតបងប្អូនរឿងប្តឹងបានមិនបានវាមិនមែនអាស្រ័យនៅលើយើងបកស្រាយទេប្តឹងបានមិនបានគឺរឿងម្ចាស់ផ្ទះខ្លួនឯងដែលគេបំពេញឈ្លានពានគ្រប់យ៉ាងតើយើងទៅធ្វើអីឥឡូវយើងធ្វើអីយើងនៅដើរផ្សព្វផ្សាយសារព័ត៌មានអន្តរជាតិដើម្បីបានគេលឺយើងចុះគេផ្សាយរាល់ថ្ងៃហ្នឹងអត់លឺអីចឹងតាំងពីផ្ទុះក្ដួងមកតាំងពីសម្លាប់លោកសួនរោន28ឧសភាមកក្រសួងការពារជាតិក្រសួងព័ត៌មានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាក្រសួងការបរទេសលោកកែវរេមីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងធម្មការសាសនាក្រសួងមន្ទីរស្ទើរតែទាំងអស់ស្រោចផ្សព្វផ្សាយស្រោះកោលទោសថៃគ្រប់គ្នាចឹងបានន័យថា8ខែមកហ្នឹងក្រសួងមន្ទីររហូតដល់ក្រសួងការបរទេសដែលជាតំណាងមុខមាត់ក្រសួងការពារជាតិរបស់កម្ពុជាអត់មានប្រយោជន៍អីសោះអញ្ចឹងតើតែលោកហ៊ុនម៉ាណែតទៅនិយាយប្រាប់អន្តរជាតិថាថៃឈ្លានពានកម្ពុជាបានគេដោះស្រាយយើងមិនមែនវាអត់ចឹងទេនេះគឺជានយោបាយប្រជាភិថុតទេហើយនយោបាយបែបនេះគឺនឹងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋរបស់យើងកាន់តែខ្សោយគ្រប់ហេដ្ឋារចនាសម្ព័ន្ធយើងអត់អាចនឹងលោកប្រាក់សិខុននិយាយអីសាបដូចទឹកទលេអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្រែកស្អកក៏សាបដូចទឹកទលេក្រសួងការពារជាតិលោកទាសីហាអ្នកនាំពាក្យក្រសួងការពារជាតិនិយាយថ្កោលទោសរាប់ខែហើយសាបដូចទឹកទលេហៅមន្ត្រីអង្គទូតមកប្រជុំអនុព័ន្ធយោធាប្រជុំរាប់សារផ្លិចហើយសាបដូចទឹកទលេ700ដងហើយសាបដូចទឹកទលេមកជឿលើលោកហ៊ុនម៉ាណែតដែលទៅសម្ភាសជាមួយកាសែត Reuters ម្សិលមិញម្សិលមួយថ្ងៃថាជាគ្រាប់បរិមាណូឬក៏ជាជោគជ័យដ៏អស្ចារ្យខ្ញុំថានេះគឺជាការបោកប្រាស់ដល់កាចសាហាវមួយហើយដល់អសិលធម៌មួយដែរខ្ញុំថាអសិលធម៌ហ្នឹងវាមិនមែនរឿងលោកហ៊ុនម៉ាណែតទេគាត់មានគោលការណ៍ការទូតគាត់ធ្វើហ្នឹងយើងจะអបអរសាទរគាត់ទៅបានប្រាប់អន្តរជាតិឲ្យគេឮខ្លះប៉ុន្តែអាមីអាថោងនេះគឺនាំគ្នាទម្លាក់អំពីភាពដឹកនាំមួយដែលអត់មានស្ថាប័នណាមួយរឹងមាំដែលអាចជំនួសរដ្ឋាភិបាលក្រៅពីលោកហ៊ុនម៉ាណែតគេអាចដឹកនាំប្រទេសដែលមានតែនាយករដ្ឋមន្ត្រីស្អីក៏នាយករដ្ឋមន្ត្រីដែរកាលលោកហ៊ុនសែនជ្រូកត្រចៀកខៀវរឿងយកពីយួនមកហ្នឹងក៏លោកហ៊ុនសែនត្រូវតាដោះស្រាយវាអត់មានក្រសួងកសិកម្មរុក្ខាប្រមាញ់បសុព្យាបាលបសុពេទ្យអីណាអត់ធ្វើការអត់ការតតែលោកហ៊ុនសែនស្រែកបានអាជ្រូកត្រចៀកខៀវហ្នឹងដោះស្រាយបានអារឿងលើក្រែណាអារឿងអ្នកណាសពុតខោចសពុតខ្លីអីណាបើលោកហ៊ុនសែនអត់និយាយអត់មានដោះស្រាយវាអត់អាចដោះស្រាយស្រុកទេសយើងតាមរបៀបហ្នឹងទេវាត្រូវតែមានស្ថាប័នណាមួយច្បាស់លាស់ហើយបើមានតែមួយហ្នឹងបានហើយយើងតែអញ្ចឹងអញទូងស្គរឲ្យធ្លុះបានដឹងថាអូអាហ្នឹងយើងជោគជ័យវាអត់មានស្ថាប័នណាមួយឲ្យលេចធ្លោហើយតែគាត់និយាយឲ្យមិនបាច់វែងឆ្ងាយតែស្គរអាចេញធ្លាក់ទឹកអីទៀតទេគឺយកជាការបានដល់អញ្ចឹងទៅវាដុតមកយួរនិយាយស្អីកោសឹកមាត់តដោកឆ្អើតពោះកបីដល់ទៅហើយទៅពឹងទៅលើលោកហ៊ុនម៉ាណែតទៅនិយាយជាមួយសារព័ត៌មានអន្តរជាតិថាដើម្បីជាបរិមាណូឯណាឥឡូវបរិមាណូហ្នឹងផ្ទុះហើយតាមិនផ្ទុះក៏ក្រើកក្នុងក្រុងបាងកកទេគឺផ្ទុះធ្លាយដល់ច្រកអានសេះហើយវារលករញ្ជួយនៃអាបរិមាណូដែលយើងថាបានផលរញ្ជួយក្រុងបាងកកនោះឥឡូវវាជះមកព្រាតហើយឬសូតែផ្ទុះអាវុធគេលបបាញ់ទាហានខ្មែរយើងលបួសទៀតផងក្រសួងការពារជាតិអត់ទាន់ឆ្លើយឬក៏បញ្ជាក់អីទេប៉ុន្តែទាហានជួមុខ
បោះផ្សារតាមបណ្ដាញសង្គម Facebook ឲ្យគេយកមកផ្សាយព្រាតមានដល់ទៅលបួសជើងលបួសអីផងតាហ៊ានខ្មែរ2នាក់ហ្នឹងដែលគេផ្សាយមកនៅច្រកអានសេះនៅព្រះវិហារហ្នឹងថាតាហ៊ានថៃលបបាញ់ផ្ទុះអាវុធទៅហើយនៅក្នុងច្រកអានសេះចឹងនេះហើយគឺជាអាវុធបរមាណូដែលយើងយកទៅទម្លាក់នៅឆាកអន្តរជាតិដែលយើងថាបានផលហើយចាំមើលតាជះមកភឹបហ្នឹងណាទៀតលើកទី3មកទៀតហ្នឹងតែយើងត្រៀមខ្លួនហើយនៅខ្មែរយើងត្រៀមខ្លួនទប់ថៃហើយនៅអត់ទេយើងអត់អាចទប់ថៃអីបានទៀតទេបើគេវាយមកមួយសារទៀតហ្នឹងគឺដល់ណាដល់ណីទៀតហើយវាអត់មានការដែលយើងគិតថាហ្នឹងវាបានផលអីទេផលអង្រួនពិភពលោកគ្រាន់តែផ្សព្វផ្សាយព័ត៌មានពីថៃឈ្លានពានកម្ពុជាអត់មានអីប្លែកទេយើងនិយាយ8ខែហើយយើងនិយាយនៅសុំទៅ8ខែលើសពេកហើយបាទមកប្រហែលជា8ខែតាំងពីខែអូសភាមកហើយក្រោយមកនឹងជ្រុំតែរហូតតើមានអីប្លែកវាអត់មានអីប្លែកទេយើងគ្រាន់តែស្អំចិត្តប្រជាពលរដ្ឋថាមេដឹកនាំយើងត្រូវបានអន្តរជាតិគេទទួលស្គាល់សារព័ត៌មានគេអន្តរជាតិគេទទួលស្គាល់សារព័ត៌មានអន្តរជាតិតែយើងចេញមកក្រៅប្រទេសហ្នឹងយើងចង់ហៅនរណាមកសម្ភាសក៏បានដែរគេរីករាយនឹងសម្ភាសយើងខ្លាចតែយើងអត់ឲ្យគេសម្ភាសតែហើយបើគេសម្ភាសក៏គេមិនឲ្យវេទិកាយើងនិយាយអីស្រាក់ចិត្តដែរគឺដូច Reuters អីចឹងលោកហ៊ុនម៉ាណែតនិយាយម៉ាត់ណាក៏គេផ្ទៀងទាត់អង្គហេតុមកគ្រប់តែម៉ាត់ដែរតែអញ្ចឹងណាយើងនិយាយមានសេរីភាពសារព័ត៌មានគេថាសេរីភាពសារព័ត៌មាននៅស្រុកខ្មែរជាប់បាតត្រាយើងនិយាយថាមានតាក់ទងនឹងក្រុមប្រឹក្សាសន្តិភាពលោកត្រាំអាចដោះស្រាយបញ្ហាស្រុកខ្មែរបានដោយលោកហ៊ុនម៉ាណែតសង្ឃឹមគេថានេះគេដោះស្រាយរឿងកាហ្សាទៅរឿងប៉ាឡេស្ទីនរឿងអ៊ីស្រាអែលឯណានោះចឹងដូច្នេះរឿងហ្នឹងវាចឹងបងប្អូនវាជន់ចឹងវាអត់មានបានប្រយោជន៍អីច្រើនក្រៅតែពីស្អំចិត្តប្រជាពលរដ្ឋខ្មែរយើងឲ្យលក់នៅក្នុងការដែលតែស្គាល់អជ័យធ្លាក់ទឹកហ្នឹងទេប៉ុន្តែជាអន្តរជាតិយើងអត់អាចធ្វើដូច្នេះបានទេយើងលើកដំកើងលោកហ៊ុនម៉ាណែតខ្ពស់ពេកតែយើងភ្លេចស្ថាប័នទាំងអស់ដែលថ្លែងសារមកអត់បានប្រយោជន៍អីសោះហើយដល់អញ្ចឹងទៅយើងដូចជាអួលដើមកដែរខ្ញុំឃើញសាររបស់អតីតឧត្តមសេនីយ៍មួយរូបជើងចាស់ដែរនៅសមរភូមិជួរមុខហ្នឹងគឺលោកជុំឈៀងគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook របស់គាត់លោកជុំឈៀងមែនតើគឺជានាយទាហានជាន់ខ្ពស់នៃភាគីរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរឬហៅកាត់តារ៉ូជរបខដែលជារបស់លោកតាសឿនសាននោះណាហើយក៏ជាសមាជិកក្រុមការងារនៃភាគីលោកតាសឿនសានដែរកាលតែចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកជុំឈៀងលើកឆ្ងល់អំពីរបៀបធ្វើការផ្នែកការទូតរបស់កម្ពុជាគាត់ឆ្ងល់ថាដូចជាមិនស្រុះគ្នាគាត់ថាអញ្ចេះតើតែលោកនាយករដ្ឋមន្ត្រីចេញមកធ្វើបទសម្ភាសន៍ជាមួយកាសែតបរទេសស្ដីពីបញ្ហាកម្ពុជាជាមួយថៃទើបនាំគ្នាផ្អើលកងរំពងពេញផ្ទៃប្រទេសមែនអញ្ចឹងបានសេចក្តីថាមុនហ្នឹងគឺគ្មានមន្ត្រីគ្មានកងសីគ្មានសេនាបតីគ្មានអុកញ៉ាណាចេញមកធ្វើការផ្សព្វផ្សាយពន្យល់អន្តរជាតិរឿងខ្មែរទៅក្រៅប្រទេសឬក៏នាយករដ្ឋមន្ត្រីត្រូវតែរែកផងពុនផងទូលផងនេះជារបៀបធ្វើការប្របាក់យល់ប្រឹងឲ្យស្រស់គ្នាទើបយើងខ្លាំងបាទនេះគឺជាប្រសាសន៍ដ៏ស្មោះសររបស់លោកដែលជាអតីតមេទ័ពមួយរបស់កម្ពុជាដែរទេមែនតើទេបងប្អូនយើងអញ្ចឹងណារឿងអីអត់ចំលមាស់សោះប្តឹងគេអត់ប្តឹងហើយទៅប្រាប់គេថាថៃឈ្លានពានគេដឹងតើប្រហែលអីយើងអត់ប្តឹងកាសែតហ្នឹងជួយអីយើងបានលោកបណ្ឌិតឡាវម៉ុងហៃស្នើអញ្ចេះទៅវិញថាសូមឲ្យរដ្ឋាភិបាលខ្មែរហ្នឹងណាស្នើសុំគ្រប់រដ្ឋាភិបាលទាំងអស់នៅបរទេសហ្នឹងដាក់សម្ពាធថៃឲ្យដកទ័ពចេញពីកម្ពុជាអត់ដែលឃើញរដ្ឋាភិបាលកម្ពុជាស្នើឲ្យរដ្ឋាភិបាលមួយថ្កោលទោសថៃទេណាអត់ដែលទេហេតុអីបានជាអត់ដែលបងប្អូនព្រោះយើងគ្មានទំនាក់ទំនងស្អិតល្មួតជាមួយនឹងរដ្ឋាភិបាលទាំងអស់នេះទេគេមិនសូវជារាប់រយយើងប្រមាណទេអត់ពឹងគេបានទេយើងពឹងបានតែរដ្ឋាភិបាលចិនមួយគត់ដែលគិតថាជាមិត្ត10000ឆ្នាំចិនប្រលេះដៃយើងចោលទៀតដូច្នេះខ្មែរយើងអត់មានការពឹងអញ្ចឹងបានមើលទៅអត់មានបើលិខិតមានដែរមានលិខិតចំហស្នើឲ្យសហគមន៍អន្តរជាតិជួយថ្កោលទោសថៃជួយឲ្យថៃដោះស្រាយនេះយើងផ្ញើទៅលើអាកាសនិងលើខ្យល់ហ្នឹងអ្នកណាគេដឹងទៅសេទៅលោកម៉ាក្រុងមើលទៅសេទៅម៉ាឡេស៊ីទៅសេទៅឥណ្ឌូនេស៊ីទៅសេទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទាំងអស់ដាក់ចំប្រធានាធិបតីនាយករដ្ឋមន្ត្រីគេឲ្យសុំឲ្យថ្កោលទោសថៃអញ្ចឹងមើលតែយើងអត់មានសេចក្តីថ្លែងសារនឹងបែបហ្នឹងចាំបានលោកបណ្ឌិតឡាមកឲ្យលោកស្នើអញ្ចឹងដែរលោកថាអញ្ចេះកិច្ចការទូតឲ្យគេដាក់សម្ពាធលើសៀមហ្នឹងគឺមានដូចតទៅទី1យើងត្រូវសុំគ្រប់រដ្ឋាភិបាលអង្គការសហប្រជាជាតិអគ្គលេខាធិការនិងគ្រប់ស្ថាប័ននៃអង្គការពិភពលោកនេះនិងអង្គការអន្តរជាតិឯទៀតឲ្យថ្កោលទោសឬដាក់សម្ពាធឬសុំឲ្យសៀមឈ្លានពានដកកងទ័ពរបស់គេចេញពីទឹកដីយើងនិងគោរពអធិបតេយ្យឯករាជ្យនិងបូរណភាពនៃដែនដីរបស់ប្រទេសយើងខ្ញុំថាសំណើរបស់លោកបណ្ឌិតឡាំបងហៃគឺមានភាពសមស្របគឺយើងអត់ដែលបានដាក់ទៅចំមនុស្សទេ
dương bà hai cháu lịch khất chồng họจะเซ่เจ้าจังเตอร์เนี่ยนากิสดับยืงแล้วลูกคนมันนายเตอร์อเมริกสัมเพชมวยซาปอมีนั่งจมฮอเตียนยัยเจ้าตามซาปอมีนจังเตอร์ให้เอาไทยมีนออกกะไว้บอกมายืงเป็นเตียไทยกาเปียจมฮอไงนี่ลูกบุญสินบัดครั้งลูกบุญสินบัดครั้งสมานตะบัดตะบัดให้ในเตียคือเราตายใดนั่งกอดในบุลนั่งได้ซาปอมีนอเมริกนูส์ระบบไทยนั่งสัมเพกอดสู้ทาไม่ได้ในกัมพูชีนี่ยี่ปีเรื่องเฉลียนเปลี่ยนกัมพูชีผู้ลูกการเนื้อเมตอบนั่งคือภูมิเพียปีนั่งลูกไปสินทบป่ะลูกบนเส้นบัดครั้งท่าอดเมียนเฉลียนเปลี่ยนกัมพูชีเตะยี่พ่อยจังมั้งก่อนยี่ท่าไทยกาเปียได้นัทปไตยได้จีสิทธิ์กาเปียคล้วนกรุบกรองได้นัทปไตยระบเกตันดามด้านได้ระบเกได้กัมพูชีได้กรุบกรองยูไฮกัมพูชีกรุบกรองยูไฮบัตถาดับบอลประสาทสมโตดับบอลไผ่จันจูเจย์น่ะนั่งทำวิมีประวัติจนพี่ครวนพี่สักไอ้นั่งวิเหียงโดยเจ็บแตะปะเตียนไปตรงคนนี้ไหมปัญหาเรื่องดำบอลมากันนอก็โดยท่อดาโดยโอ้สมัยโอคลาขมุมหรือกับดำบอลสามสายสับเตียดได้ลูกอมสำอางรอเคยนะอันนั่งเวียใส่ได้ส่งไปทะลุคนมาได้ก่อนยัยถ้าดำบอลได้ไทยตัวสกอตแต่บักไม้ก็ย่อได้นะอันนั่งให้ได้เจเรื่องได้จะกำจัดเยอะหันนั่งให้บอลแต่ยังทำยืนกูแต่ดังเตยจนกาแต่ละกาอันตรายเจียดนั่งแล้วเกตไทยเกสรอกเนี่ยมันสารไม่ลูกสีหสะพวงเกตไกรอนมันไตรกระทรวงการบริเตไทยจำเตียนั่งแต่งลูกวันไทยสุวรรณีแต่จีนนอมเปียโยธีไทยนั่งเกเมาสรอกเนี่ยเกทาไทยอดเมียนเฉลียนเปลี่ยนกัมพูชีเต้คือเกตุบกาเปียได้นัทปไตยกับอ้อยกัมพูชีเฉลียนเปลี่ยนนั่งแต่ดำได้กัมพูชีเฉลียนเปลี่ยนปีมนเมาจังเกทางจังให้เกทาเกทเวอร์ไว้สอบตามสกได้ปลอมเปลี่ยนគ្នានៅក្នុងពេលបាត់ជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025តែប៉ុណ្ណឹងអ្នកណានៅណាអ្នកនឹងនៅហ្នឹងនេះអារឿងនេះហើយដែលខ្ញុំគិតថាយើងនាំគ្នាជជែកទូងស្គរចឹងទៅបានតែបង្អើលវាស្មៅបង្អើលពុះប៉ុន្តែអារឿងដែលយើងដាក់ប្តឹងហ្នឹងគឺយើងនៅតែបោះវាជាឆ្ងាយចឹងដដែលអញ្ចឹងខ្ញុំនៅតែខ្ញុំយល់ស្របតាមលោកបណ្ឌិតឡំបង្ហៃថាយើងគួរតែសរសេរលិខិតឲ្យចំរដ្ឋាភិបាលមួយមើលបើសិនជាយើងដូចលោកហ៊ុនម៉ាណែតនិយាយចឹងឲ្យរៀបរាប់មកលោកហ៊ុនម៉ាណែតហ្នឹងគួរឲ្យមន្ត្រីក្រមការងារកិច្ចការព្រំដែនឬក្រសួងការពារជាតិហ្នឹងរៀបរាប់ថាតំបន់ដែលថៃឈ្លានពានក្រោយបទឈប់បាញ់ហ្នឹងមានប៉ុន្មានតំបន់ឲ្យជាក់ច្បាស់ថារំលោភបទឈប់បាញ់ហើយសរសេរទៅទាំងលោកត្រាំជាពិសេសលោកត្រាំហ្នឹងអ្នកដែលជួយមើលការខុសត្រូវប្រទេសម៉ាឡេស៊ីដែរឥឡូវដល់ហ្វីលីពីនហ្នឹងជាប្រធានអាស៊ានបដូវវេនហើយនឹងប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅសេរួមទាំងប្រទេសថៃនឹងផងទៅសេទៅឲ្យដកទ័ពថយហើយឲ្យដាក់សម្ពាធឬក៏ដាក់អីចឹងទៅហើយក្នុងពេលជាមួយគ្នាហ្នឹងដឹងទៅតុលាការព្រំប្រទានអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិផងខ្ញុំជឿថាមានតែច្រកនេះហើយយើងទៅព្រោះយើងអត់មានកម្លាំងយោធាទៅទប់គេហើយកុំទៅស្ដាប់ស្អីណាថាយើងត្រូវតែកសាងយោធាយើងវាយថៃ30-40 ឆ្នាំទៀតខ្ញុំអត់ដឹងថាយើងនឹងអាចកសាងទាំងអស់នេះបានយ៉ាងម៉េចទេព្រោះការកសាងកម្លាំងយោធាគឺយើងត្រូវការកម្លាំងសេដ្ឋកិច្ចតើតែសេដ្ឋកិច្ចយើងរឹងមាំណាស់បានយើងអាចទិញសភាវុធថ្លៃពីប្រទេសប្រចាំលោកបានហើយទិញសភាវុធថ្លៃហ្នឹងមានលុយមិនប្រកាសតែទិញបានទេបើអញ្ចឹងប្រទេសប្រាច់ការនៅលើលោកគេទិញអាវុធនឹងបានគ្រប់គ្នាអត់ទៀតតើតែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងឲ្យស្អាតស្អំទៀតដែលមានមិត្តភ័ក្តិឲ្យច្រើនបានអាចទិញបានទៀតដូច្នេះរឿងវាផ្លូវវែងឆ្ងាយណាស់ហើយតម្រាំចាំដល់ពេលហ្នឹង20-30 ឆ្នាំទៀតចឹងមិនទៅចាស់ជំនាន់នេះស្លាប់អស់ហើយហ្នឹងអញ្ចឹងវាយ៉ាងម៉េចអញ្ចឹងអ្វីវាទៅកទៅជាបាយអស់អញ្ចឹងមានតែការតស៊ូផ្សះផ្សាជាតិបង្រួមជាតិយើងបដាពង្រឹងវិស័យយោធានឹងតាមលទ្ធភាពដែលអាចធ្វើទៅបានពីកវ័យកឆ្នាំងនឹងក៏ដោយប៉ុន្តែដាក់ប្តឹងគេទៅយន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិក្នុងពេលជាមួយនឹងនេះគឺជារឿងដែលយើងត្រូវធ្វើឲ្យរឿងដាល់ទូងស្គរស្រែកប្រាប់គេថាគេឈ្លានពានយើងនឹងអត់បានផលអីទេបើបានផលវាបានយូរហើយបើបានផលចាំមើលរឿងផលដែលយើងបានណាគឺថៃច្បាស់ជាចិញ្ចឹមចិត្តវាយបហាកម្ពុជាជុំទី3ទៀតហើយព្រោះអីយើងឃើញយើងចាប់ផ្ដើមរករឿងកន្លែងហ្នឹងថៃគេចាប់ផ្ដើមវាយយកតំបន់ផ្សេងទៀតហើយតែវាយយកតំបន់ផ្សេងទៀតបានណាចាំមើលចរចាលើកទី3គឺថៃយ៉ាងច្រើនខ្ជាក់អ្វីដែលវាយបានតាមក្រោយហ្នឹងអាមុនទុកទាំងអស់ព្រោះគេមានកម្លាំងយោធាអញ្ចឹងវាបាត់ថែមទៀតហើយគេខ្ជាក់មកបន្តិចនៅមកកណោទៀតហើតតែខាតលើសដើមទៀតវាអត់មានអីធូរទេហើយកុំសង្ឃឹមថាអីវាយគ្នាមកប្រាវទៀតទៅយើងអីណាបញ្ចេញអាស្អីគេយើងអត់មានអីបញ្ចេញទេបើមានបញ្ចេញយើងបញ្ចេញអស់ហើយខ្ញុំមិនរលឹកទឹកចិត្តឲ្យធ្វើសង្គ្រាមអីទៀតទេបានហើយបងប្អូនជនភៀសសឹកវេទនាខ្លោចផ្សាណាស់
บอมโอนบานวอลเตอร์หลุมเนื้อทานวิ่งคลาเนื้อจราเนื้อเนื้อจอดซอลจิตผมใบเมินเตี้ยนั่งก็ปุ่งแต่เวทนี้มันเตยการมีเตยจุ่มบังแรงจุลจังบันทาดำใบบันจอบจุ่มบังอะวิอัดมีนกาได้เตยปรับไทยไทยเฉลียนเปลี่ยนยังไอเต้ปรูกาดาวตัวปรับอันตรายเชื่อไทยเฉลียนเปลี่ยนยังนั่งอะวิจิซาหล่อออมจัดไปเชียปรอไทยยังมันคลายไทยแผลไทยมันเอายังยัยเปียเฉลียนเปลี่ยนอะไรยัยเหมือนคลายไอ้ไหนวิอัดมีนไอ้บานประยาวไอ้ชราเตประยาวชรานั่นคือตุ่มเละกรอบปะรามันโนนั่งวิมาจะลองมาขมายวิ่งไทยจับรามดมตัวดมไอ้เมาเตี้ยคือเตรียมเชิงปลัวอัดเชะให้จับรามกรุงไวไทม์เตี้ยโดยสายไทยหนึ่งไอ้เจ้าประกันขมายท้าบังกอไอ้มีนสพิบตานตั้งบัญชีกำหังในพรมแดนไอ้ต่อเตียดย้อนแล่นั่งเตียดไวเตียดนโยบายสุขไทยกับปงตายเนี่ยไงเหรอบัชนาดกับปงไอ้เกี่ยวลุบเจ้าท่าเจ้าอะไรพอรอเรื่องพรมแดนหนึ่งเมาเตียดให้ซ้ำเปย์ยืงใจเตียดหรือมวยก็ยังกระทาไอ้ไวบ้านมาซาเตียดดำใบไอ้อันตรายเชียดกิจุยยืงไอ้เคยแต่ไทยโคตรบางปอนไวปีซาเนี่ยบ่อันตรายเชียดเคยแต่ไทยโคตรยังกิจเกาโตไทยไอ้ออดมีเนี่ยนะเกาโตไทยส้มใบตามเหมือนเนี่ยอันนั้นให้ได้ยืงท่าวิอัดยืงกาตุดยืงอัดชนะเกยโยเทียยืงจังเกยังในแต่มวยท่าคือตลาดการอันตรายเชียดให้ยืงเอาไว้ยังทั่วตั้งอัดตลาดการหนึ่งมวยไว้ได้ยืงทั่วอัดชนะเกยังทั่วตั้งตาเรื่องชื่อทั่วชนะเกหนึ่งมวยยังอัดทั่วให้จับเรามาจันโฆษณามาเมียนโฆษณากระบอกเกไอ้นั่งแต่ตอนหนึ่งเรื่องปีพดังนั่งก่อนเหมือนกาวเธอเอาไปเชื่อปลอดบักตึกจัดกรุบขึ้นเนี่ยมันดังตื่นมาได้ประโทประแทงทอมวยนั่งตาไว้มันดังโยไอ้จิตตื่นดำบอลเตจังมันทายืงเวียปุลนังปอดมีนังเตียดแต่บางคนเวียทั่วไม่สกแต่การก็ยกนังกับเวียตันจังคือเวียปะบะได้แต่ตรอมเลยแต่ไอ้เลยปอดมีนบรรจบในมีนปีเตียดบางคนได้ปีใบกรมปรักษาสันติภาพโลกตรัมเรียงเกียประบานประมาณ$7,000,000ดำใบช่วยดำบอลกาซาเกิดประชุมขึ้นนี้นี่ยี่จะใจขึ้นนี้เจียงปีเมาของการประชุมกรมปรักษาสันติภาพระบาดโลกตรัมมีนี่ยี่ไอปีกัมพูชีเรื่องดอกสลายกัมพูชีตามมาได้ให้มีไอชงอลเลยบางคนกินยี่ปีเรื่องกาซาให้เนี่ยได้ตัวโจรวมนั่งเพียเฉินประเทศได้ตัวโจรวมนั่งมีนตาประเทศได้โลกตรัมไอกัวบานนะคือเตยประเทศนี้ตุยตายได้รองกรามไอติโปโลกตรัมจะเตยโดยเฉพาะประเทศไออาร์เจนตินอัลบานีอาร์เมเนียอาซาบาจองบาห์เรนบัลแกรีกัมพูชียืงอียิปต์เอลซาวาดอร์ฮังการีอินโดนีเซียอิสราเอลจอร์แดนคาซัคสถานโคโซโวคุยเวตมองโกลีโมร็อกโกปากีสถานปารากวัยกาตาร์ซาอุดิอาระบิซาอุดิตุรกีอาหรับรวมอุซเบกิสถานเวียดนามบางคนสดับเมื่อมีประเทศยุโรปนะโจรวมมาประเทศ